លើកំពូលភ្នំទំប្រងដែលស្ថិតនៅឃុំត្រប់ស្រុកបាធាយខេត្តកំពង់ចាមងាកទៅនោះបន្តិចគឺយើងឃើញថាគឺជាភ្នំព្រៃគ្រីដែលស្ថិតនៅក្នុងស្រុកជលគិរីខេត្តកំពង់ឆ្នាំងជាទីប្រជុំព្រំប្រទល់រវាងខេត្តកំពង់ចាមនិងខេត្តកំពង់ឆ្នាំងចំណែកងាកទៅខាងនោះតិចទៀតនោះងាកទៅនោះនឹងគឺជាភ្នំដែលស្ថិតនៅខេត្តកំពង់ឆ្នាំងខ្ញុំក៏មិនដឹងថាភ្នំអីដែរប៉ុន្តែប្រហែលជាភ្នំកងរៃអីហើយមើលទៅប្រហែលក៏ប្រហែលមើលទៅគឺចោះតកាលាយឡំនឹងសម្លេងខ្លុយដែលបញ្ចេញដោយលោកពូណមចោលបក់ល្វើយកូនលោកតានឹមពូប្រាសាទតាំងពីបុរាណកាលដែលមានអាយុរាប់ពាន់ឆ្នាំមកហើយឥឡូវកំពុងតែត្រូវបានសាងសង់ឡើងវិញជួសជុលមិនសាងសង់ទេគឺជួសជុលព្រោះមានថ្មខ្លះល្បេះល្បើកចំណែកនោះគឺរូបព្រះពុទ្ធបដិមាដ៏ធំល្វឹងល្វើយទ្រង់កំពុងតែឈរហ្នឹងហើយឈរមែនឈរតែឈរតែថាឈរអត់មានផើពិតជាស្នុកចំពោះធម្មជាតិនេះត្រជាក់ណាស់បងប្អូនបើចង់មកលេងកម្សាន្តគឺមិនខកបំណងឡើយតែម្ដងមិញនឹង